เดตថ្មីនាព្រឹកថ្ងៃទី9ខែធ្នូ2025ស្ថានភាពនៅព្រំដែនកំពុងតែផ្ទុះខ្លាំងទី1ការបាត់បង់អាយុជីវិតបាទយោធាថៃបានបាញ់ប្លង់សម្រាប់ប្រជាពលរដ្ឋខ្មែរ2នាក់បន្ថែមទៀតនាថ្ងៃនេះនៅស្រុកថ្មពួកយុទ្ធភូមិភាគទី5ទី2ការប្រើអាវុធគីមីការវាយប្រហាររីករាលដាលពេញយុទ្ធភូមិភាគទី4នៅខេត្តព្រះវិហារឧត្តរមានជ័យនិងមានការបាញ់ផ្សែងពុលនៅប្រាសាទតាក្របីទី3ប្រតិកម្មពីសហរដ្ឋអាមេរិកប្រធានាធិបតីដូណាល់ត្រាំរំពឹងថាកម្ពុជាថៃនឹងគោរពការបដិញ្ញាចិត្តចំពោះបទជប់បាញ់គ្នាជាបន្ទាន់ទី4នោះប្រតិកម្មពី UN អគ្គលេខាធិការ UN សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួននេះគឺជាដំណឹងនឹងរៀបរាប់ទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នានាព្រឹកថ្ងៃទី9ខែធ្នូនេះបាទនេះគឺដំណឹងអាប់ដេតបន្ថែមទៀតបន្ទាប់ពីថៃបង្កបញ្ហាវាយកម្ពុជាទ្រង់ទ្រាយធំតែម្ដងបាទលើកនេះគឺទ្រង់ទ្រាយធំបាទចឹងទេខ្មែរត្រូវតែរួបរวมសាមគ្គីគ្នាស្មារតីតែមួយបើទោះបីជាមិនមែនឈាមបកាតប៉ុន្តែឈាមជាតិតែមួយត្រូវតែរួបរวมសាមគ្គីគ្នាប្រិយមិត្តជាទីមេត្រីដំណឹងនាថ្ងៃនេះសពនេតកម្មនៅយុទ្ធភូមិភាគទី5ខេត្តបន្ទាយមានជ័យហើយការបានចាប់ផ្ដើមនៅវេលាម៉ោង 12:59 នាទីរំលងអាទិត្យឈានចូលថ្ងៃទី9ខែធ្នូយោធាថៃបានបើកការបាញ់ប្រហារវាយប្រហារយ៉ាងសន្ធាប់ដោយគ្រាប់ប្លង់ធនធ្ងន់ចូលមកក្នុងភូមិសាស្ត្រស្រុកថ្មពួកបាទការពីរាត្រីយុមិញនឹងឯងជាអកុសលនោះគ្រាប់ប្លង់ទាំងនោះបានធ្លាក់ចំនិងសម្លាប់ប្រជាជនប្រជាប្រដ្ឋស៊ីវិលចំនួន2នាក់ភ្លាមខណៈដែលពួកគាត់កំពុងតែធ្វើដំណើរដោយសុចរិតនៅលើផ្លូវជាតិលេខ56នេះមិនមែនជាការប៉ះទង្គិចយោធានិងយោធាទេប៉ុន្តែជាការវាយប្រហារលើជនស៊ីវិលតែម្ដងអានេះគឺពួកយោធាថៃបាញ់ប្លង់ត្រូវអ្នកធ្វើដំណើរបាទជនស៊ីវិលស្លាប់2នាក់កាលពីយប់មិញអញ្ចឹងទេបូកទៅម្សិលមិញ4នាក់របួស9នាក់បាទទី2នោះការបាក់សមរភូមិធំនៅយុទ្ធភូមិភាគទី4និងការប្រើប្រាស់ផ្សែងពុលរឿងនេះគឺគ្រោះថ្នាក់មែនទែនបាទផ្សែងពុលនេះការវាយប្រហារមិនបានបញ្ឈប់ត្រឹមនោះទេនៅវេលាម៉ោង 4:45 នាទីទៀតភ្លឺការពីព្រឹកបាទប្រហៀមជុំមិញនឹងឯងយោធាថៃបានបង្រិចសង្គ្រាមពេញផ្ទៃប្រទេសនៅទិសយុទ្ធភូមិភាគទី4ការបាញ់ប្រហារបានគ្របដណ្ដប់ចាប់ពីតំបន់ភ្នំខ្មោចរាលដាលទៅដល់ភ្នំតាថៅប្រាសាទតាមន់ប្រាសាទព្រះវិហារវាអន្ត្រីគោល8ជាប់តែអានសេះថ្មដូននិងអូស្មាច់ជាដើមបាទនេះគឺជាតំបន់ដែលផ្ទុះគ្រាប់ណាអ្វីដែលខុសខើនឹងការព្រួយបារម្ភកម្រិតអន្តរជាតិនោះគឺសេចក្តីរាយការណ៍បានបញ្ជាក់ថាយោធាថៃបានបាញ់ផ្សែងពុលកាតា Toxic Smoke ចូលមកក្នុងតំបន់ប្រាសាទតាក្របីដែលនេះអាចចាត់ទុកជាការប្រើប្រាស់អាវុធគីមីឬសារធាតុហាមឃាត់ក្នុងសង្គ្រាមជំហរការពារជាតិរបស់កម្ពុជាក្នុងនោះក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទបានប្រកាសថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់និងគោលការណ៍សន្តិវិធីរបស់រាជរដ្ឋាភិបាលប៉ុន្តែនៅចំពោះមុខការឈ្លានពាននេះកងទ័ពកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីអាយុជីវិតប្រជាជនដោយមិនអនុញ្ញាតឲ្យសត្រូវឈ្លានពានបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយនេះគឺជារបាយការណ៍ត្រួសបាទប្រាប់ប្រិយមិត្តទាំងអស់គ្នាពីដំណឹងនាព្រឹកថ្ងៃនេះបន្ថែមទៀតណាខ្ញុំយោងតាមការបង្ហោះរបស់ក្រសួងការពារជាតិកម្ពុជាពាក់ព័ន្ធទៅនឹងប្រតិកម្មអន្តរជាតិវិញម្ដងប្រិយមិត្តជាទីមេត្រីការផ្ទុះអាវុធដ៏ធ្ងន់ធ្ងរនេះបានធ្វើឲ្យមេដឹកនាំពិភពលោកអង្គុយមិនស្ងៀមនោះទេយើងទទួលបានប្រតិកម្មធំចំនួន2ទី1ពីអគ្គអង្គការសហប្រជាជាតិ UN គឺលោកអគ្គលេខាធិការ Antonio Guterres បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនិងបានជំរុញឲ្យរដ្ឋាភិបាលទាំងពីរដកថយពីការបង្កើនភាពតានតឹងជាបន្ទាន់ដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរជាងនេះទី2នោះគឺសហរដ្ឋអាមេរិកនេះតែម្ដងនេះជាចំណុចដ៏គួរចាប់អារម្មណ៍ខ្លាំងមន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់សារព័ត៌មានថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែតាមដានរឿងនេះនិងរំពឹងថាកម្ពុជាថៃនឹងគោរពយ៉ាងពេញលេញនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះបទជប់បាញ់បាទអាមេរិកចេញមកហើយក៏ប៉ុន្តែបាទនឹងតាមដានបន្ថែមទៀតចំពោះរឿងនេះដោយសារតែនៅពេលដែលប្រធានាធិបតីអាមេរិកងើបពីដេកមកប្រហែលជាមិនទាន់បានដំណឹងគ្រប់ជ្រុងជ្រោយនោះទេបានតែត្រឹមតែរំពឹងថាកម្ពុជាថៃនឹងអនុវត្តបានពេញលេញនៅការបដិញ្ញាចិត្តចំពោះបទជប់បាញ់ចឹងទេនេះគឺជាដំណឹងបន្ថែមជម្រាបចែកជូនទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទបើមានការអាប់ដេតយ៉ាងណាខ្ញុំនឹងជម្រាបចែកជូនក៏ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍បាទគឺការប្រើប្រាស់ផ្សែងពុលពីសំណាក់យោធាថៃនៅប្រាសាទតាក្របីនេះតែម្ដងតើនេះជាសញ្ញានៃការអស់ផ្លូវដើរការប្រើប្រាស់ផ្សែងពុលគឺជាសញ្ញាគ្រោះថ្នាក់ជាទីបំផុតនិងអាចជាការរំលោភលើអនុសញ្ញាអន្តរជាតិស្តីអំពីអាវុធគីមីតាមការវិភាគការដែលយោធាថៃឈានទៅដល់កម្រិតប្រើប្រាស់អាវុធគីមីបាទផ្សែងពុលនេះអាចមកពីពួកគេមិនអាចវាយបំបែកខ្សែការពារបាទរបស់កម្ពុជាដោយអាវុធធម្មតាបានទេមានន័យថាតដើរចូលទៅគឺងាប់ហើយអាហ្នឹងគឺយោធាថៃអាក្មេងៗណោះចឹងទេយុទ្ធសាស្ត្ររបស់ថៃគឺប្រើប្រាស់ដ្រូនប្រើប្រាស់ផ្សែងពុលប្រើប្រាស់អាវុធបាទ F16 សិនពីមុននឹងបាទបញ្
ជួនកម្លាំងថ្មជើងទៅដោយសារតែតំបន់នោះសម្បូរទៅដោយមីនចូលទៅដាច់ជើងហ្មងបាទទើបងាកមកប្រើវិធីកខ្វក់នេះជាចំណុចដែលកម្ពុជាអាចប្តឹងទៅកាន់តុលាការអន្តរជាតិបានយ៉ាងងាយហើយរឿងមួយទៀតថាហេតុអ្វីបានជាលោកដូណាល់ត្រាំប្រើប្រាស់ពាក្យរំពឹងថាគោរពបទឈប់បាញ់សាររបស់លោកដូណាល់ត្រាំមានន័យជ្រៅណាស់ការដែលលោកលើកឡើងអំពីការបដិញ្ញាចិត្តចំពោះបទឈប់បាញ់ Ceasefire Commitment ណាបង្ហាញថាប្រហែលជាមានកិច្ចព្រមព្រៀងសម្ងាត់ឬការសន្យាណាមួយរវាងថៃកម្ពុជាឬជាមួយមហាអំណាចការពីលើកមុនការដែលថៃបើកការវាយប្រហារសម្រាប់ជនស៊ីវិលបែបនេះគឺជាការទះកំភ្លៀងទៅលើការរំពឹងទុករបស់សហរដ្ឋអាមេរិកឥឡូវនេះយោធាថៃប្រទេសថៃកំពុងតែទះកំភ្លៀងប្រធានាធិបតីដូណាល់ត្រាំហើយអានឹងចង់មានន័យថាម៉េចថៃអត់ឲ្យតម្លៃសហរដ្ឋអាមេរិកឬក៏បាទប្រធានាធិបតីសន្តិភាពដូណាល់ត្រាំទេលោកត្រាំមិនចូលចិត្តឲ្យនរណាម្នាក់បំពេញលើអ្វីដែលបានព្រមព្រៀងគ្នានោះទេដូច្នេះសម្ពាធនឹងធ្លាក់ទៅលើរដ្ឋាភិបាលទីក្រុងបាងកកប្រហែលជាបាទអាមេរិកនឹងចាត់វិធានការណាមួយដាក់ទីក្រុងបាងកកប្រទេសថៃហើយក៏ប៉ុន្តែតើនេះជាសង្គ្រាមនយោបាយឬនៅពេលដែលប្រទេសមួយមានបញ្ហានយោបាយផ្ទៃក្នុងដូចជាការតវ៉ាឬអស្ថិរភាពអំណាចជាដើមអ្នកដឹកនាំមួយចំនួនតែងតែបង្កើតសង្គ្រាមនៅព្រំដែនដើម្បីបង្វែរចំណាប់អារម្មណ៍ប្រជាជនខ្លួនឯងអាហ្នឹងគឺប្រទេសថៃដោយសារតែអីថៃកំពុងតែប្រពស៊ីហ្គេមនាថ្ងៃនេះក៏ប៉ុន្តែទីហ្គេមនោះរខេរខៈរញ៉េរញ៉ៃត្រូវសង្គមថៃរិះគន់ចំពោះបាទអសមត្ថភាពនៅក្នុងការរៀបចំឲ្យស្អាតដោយកម្ពុជាដល់ពេលអញ្ចឹងបង្វែររឿងនេះមួយផ្នែកទៀតនោះប្រជាប្រិយភាពរបស់អនុទានធ្លាក់ចុះបាទបន្ទាប់ពីអសមត្ថភាពនៅក្នុងការដោះស្រាយគ្រោះទឹកជំនន់នៅតំបន់ហាត់យ៉ៃអានឹងមួយផ្នែកដែរមួយទៀតនោះរឿង scam online នេះតែម្ដងបែកធ្លាយរូបភាពដែលអនុទានថតរូបជាមួយបាទមេឧក្រិដ្ឋកម្មអនឡាញការវាយប្រហារសម្រាប់ជនស៊ីវិលខ្មែរ2នាក់នាថ្ងៃនេះនឹងការរាលដាលពេញបន្ទាប់ព្រំដែននេះអាចជាលបាយនយោបាយរបស់ក្រុមណាមួយនៅថៃដើម្បីរក្សាអំណាចឬបង្កភាពវឹកវរក្នុងតំបន់នេះគឺជាសំណួរមួយដែលចោទសួរបាទអនុទានបង្កើតសង្គ្រាមដើម្បីនយោបាយដើម្បីអំណាចណាជារួមប្រិយមិត្តជាទីមេត្រីកម្ពុជាមិនចង់បានសង្គ្រាមនោះទេប៉ុន្តែការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ2នាក់នៅស្រុកថ្មពួកថ្ងៃនេះជុំមិញនឹងឯងនឹងការប្រាប់ផ្សាយពលគឺជាខ្សែបន្ទាត់ក្រហមដែលត្រូវបានឆ្លងកាត់ពិភពលោករួមទាំង UN និង Donald Trump កំពុងសម្លឹងមើលមកថៃថាជាអ្នកបង្កហេតុកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារខ្លួនគេថា self defense ណានឹងឆ្លើយតបយ៉ាងស័ក្តិសមជាទីបំផុតចឹងទេ BM21 ចាំការទៀតដាក់ទៅដោយសារតែយើងប្រើប្រាស់សិទ្ធិការពារខ្លួនទេនេះរឿងនឹងដោយសារតែថៃកំពុងតែសង្គ្រប់មកហើយចាំការទៀតនេះគឺជាដំណឹងអតីតប្រធានទៀតនោះស្ថានភាពនៅភូមិព្រៃច័ន្ទបាទភូមិជោគជ័យនិងបឹងត្រកួនកំពុងតែស្ថិតក្រោមការពារយ៉ាងរឹងមាំបំផុតក្នុងកណ្ដាប់ដៃរបស់កងទ័ពកម្ពុជាកងទ័ពសៀមឈ្លានពានវាចង់ប្រើប្រាស់ទ័ពថ្មើរជើងរុលឡើងប៉ុន្តែត្រូវបរាជ័យនេះគឺជាដំណឹងតាមបណ្ដាញសង្គមមិនដឹងថាពិតឬក៏យ៉ាងណានោះទេក៏ប៉ុន្តែពាក់ព័ន្ធទៅនឹង BM21 ឬថាកម្ពុជានឹងបាញ់ដាក់ទៅកាន់កងទ័ពសៀមប្រទេសថៃនោះបាទ BM21 ដាក់ទៅបងបាទហើយស្ថានភាពភូមិសាស្ត្រយុទ្ធភូមិភាគទី5ឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ឯនោះវិញក៏កំពុងផ្ទុះដែរកងទ័ពសៀមឈ្លានពានបន្តសកម្មភាពបាញ់ប្លង់រហូតអត់ដាច់ស្ទើរពេញមួយយប់អាហ្នឹងគឺនៅខាងថ្មដាអញ្ចឹងទេប្រយ័ត្នប្រយែងផងបាទទប់ស្កាត់ឲ្យបាននេះគឺខ្ញុំជម្រាបត្រួសខ្លីៗព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមណាប្រិយមិត្តអាចចុងក្រោយនេះ